សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងបង្ហាញលោកអ្នកពីរបៀបនៃការបញ្ជាទិញនៅលើខ្ចោះជាដំបូងសូមធ្វើការចុចត្រង់នេះដើម្បីចូលទៅកាន់ការកម្មង់សូមធ្វើការជ្រើសរើសភាសាបន្តមកទៀតសូមធ្វើការជ្រើសរើសប្រភេទនៃការកម្មង់ដែលមានដូចជា Dine In និង Take Away ធ្វើការជ្រើសរើសមុខម្ហូបទៅតាមប្រភេទដែលបានកំណត់រួចជាស្រេចនៅផ្នែកខាងឆ្វេងចំនួនមុខម្ហូបដែលលោកអ្នកបានធ្វើការជ្រើសរើសនឹងបង្ហាញនៅផ្នែកខាងក្រោមលោកអ្នកអាចធ្វើការបន្ថយចំនួនមុខម្ហូបណាមួយដោយចុចទៅលើសញ្ញាដកទៅលើមុខម្ហូបដែលបានបង្ហាញនៅខាងក្រោមនៅត្រង់នេះលោកអ្នកអាចធ្វើការផ្លាស់ប្ដូរប្រភេទនៃការកម្មង់បានភ្លាមៗដោយមិនចាំបាច់ធ្វើការជ្រើសរើសមុខម្ហូបឡើងវិញឬត្រឡប់ទៅទំព័រដើមចំណែកប៊ូតុង Start Order ជាកន្លែងសម្រាប់ធ្វើការត្រឡប់ទៅទំព័រដើមវិញចុច Confirm ដើម្បីធ្វើការផ្ទៀងផ្ទាត់ចំនួនឡើងវិញនិងចូលទៅកាន់ផ្នែកទូទាត់នៅក្នុងផ្នែកនេះលោកអ្នកអាចធ្វើការបន្ថែមចំនួនទៅលើមុខម្ហូបដែលលោកអ្នកបានកម្មង់រួចដោយចុចសញ្ញាបូកឬបន្ថយចំនួនដោយចុចទៅលើសញ្ញាដកឬលោកអ្នកក៏អាចធ្វើការដកមុខម្ហូបណាមួយចេញដោយចុចទៅលើប៊ូតុងខ្វែងចុចទៅលើប៊ូតុង Back ប្រសិនបើលោកអ្នកចង់ធ្វើការបន្តកម្មង់មុខម្ហូបបន្ថែមឬចុចទៅលើប៊ូតុង Payment ដើម្បីធ្វើការបន្តទៅកាន់ផ្នែកទូទាត់ធ្វើការជ្រើសរើសប្រភេទនៃការទូទាត់ណាមួយដែលមានដូចជា KHQR និង AVA នោះកម្មវិធីនឹងធ្វើការបង្ហាញនៅ QR សម្រាប់ធ្វើការទូទាត់ក្រោយពីធ្វើការទូទាត់រួចកម្មវិធីនឹងបញ្ជូនការកម្មង់ទៅកាន់ផ្នែកចង្ក្រានព្រមទាំងធ្វើការព្រីនវិក័យប័ត្រជូនដោយស្វ័យប្រវត្តិសម្រាប់ការកម្មង់ទុកជាមុនដែលត្រូវទូទាត់ផ្ទាល់នៅខាងបញ្ចូលបង់ប្រាក់សូមធ្វើការជ្រើសរើស Pay at Cashier ប្រសិនបើលោកអ្នកចង់ធ្វើការទូទាត់ដោយផ្ទាល់នៅបញ្ចូលបង់ប្រាក់នោះកម្មវិធីនឹងធ្វើការបោះពុម្ពជាមួយនឹងបង្កាន់ដៃជូនដោយស្វ័យប្រវត្តិនៅផ្នែក POS ដើម្បីធ្វើការទូទាត់ការកម្មង់របស់អតិថិជនដែលបានធ្វើការបញ្ជាទិញនៅលើខ្ចោះចូលទៅកាន់ផ្នែកខ្ចោះដោយចុចទៅលើប៊ូតុង Cancel បន្ទាប់មកទៀតចុចទៅលើប៊ូតុង Yes ដើម្បីចូលទៅកាន់ផ្នែក Order ចុចចូលទៅកាន់ផ្នែកខ្ចោះសូមធ្វើការផ្ទៀងផ្ទាត់លេខរងចាំនៅលើបង្កាន់ដៃរបស់អតិថិជនឬលោកអ្នកក៏អាចធ្វើការចុច Detail ដើម្បីធ្វើការផ្ទៀងផ្ទាត់ការកម្មង់ជាមុនសូមធ្វើការចុចទៅលើប៊ូតុង Check Out ដើម្បីធ្វើការទូទាត់ក្រោយពីទូទាត់រួចកម្មវិធីនឹងបញ្ជូនការកម្មង់ទៅកាន់ផ្នែកចង្ក្រានស្វ័យប្រវត្តិ